បាទសួស្តីបងអញ្ចឹងនេះគឺជាវីដេអូនិយាយអំពីមុខងារ payroll បាទអញ្ចឹងដើម្បីប្រើ payroll បានបងគាត់នឹងចូលមកកាន់ system ChanMe មកបន្តមកទៀតសូមចុចពីថា payroll បាទហើយយកពីថា set up salary បាទអញ្ចឹងនៅត្រង់ចំណុច set up salary នេះគឺជាកន្លែងដែលបងត្រូវបញ្ចូលប្រាក់ខែឲ្យបុគ្គលិកបាទអញ្ចឹងដើម្បីបញ្ចូលប្រាក់ខែបានបងអាចបញ្ចូលម្ដងម្នាក់ក៏បានដែរអញ្ចឹងបើសិនជាចង់បញ្ចូលម្ដងម្នាក់ចុចខ្មៅដៃនៅតាមឈ្មោះមួយនឹងមកបាទនេះបន្តមកទៀតដាក់មកបានប្រាក់ខែរបស់គាត់ឧទាហរណ៍ថាគាត់បានប្រាក់ខែ250មកដាក់250មកបាទហើយបន្តមកទៀតបើសិនជាកន្លែងរបស់មានការកាត់ពន្ធណាបងអាចធ្វើការដាក់ជាចំនួនកូនបាទហើយបន្តមកទៀតបើសិនជាមានប្តីប្រពន្ធបងអាចគ្រីប្តីប្រពន្ធនឹងបានបាទហើយបើសិនជាគាត់មានបសសដែរបងគ្រីបសសមកក៏ប៉ុន្តែបើបងអត់កាត់បសសគាត់ទេមិនបាច់គ្រីទេបាទបងអាចដកគ្រីចេញបានបាទចុចខ្សែឲ្យមកគឺបានដែរបន្តមកទៀតបើសិនជាករណីបងត្រូវការឡើងប្រាក់ខែគាត់បងអត់អាចចូលមក edit នៅកន្លែងនឹងម្ដងទៀតបានទេបាទគឺកែឡើងកើតទេបាទអញ្ចឹងដើម្បីឡើងប្រាក់ខែគាត់បានបងចុចនេះបាទគឺរូបខ្មៅដៃមុខប្រាក់ខែគាត់តែម្ដងបាទនេះចុចលើនឹងមួយមកបាទអញ្ចឹងបងតឡើងមកឧទាហរណ៍ថាគាត់តឡើងដល់500បាទអញ្ចឹងបន្តមកទៀតនេះយើងដាក់ note បាទមូលហេតុដែលបងឡើងប្រាក់ខែគាត់ចឹងទៅបាទអញ្ចឹងខ្ញុំដាក់ថាគាត់ good job យ៉ាងហ្នឹងបាទចុច save មកគឺបានហើយអញ្ចឹងនេះគឺបងអាចកំណត់ម្ដងម្នាក់អញ្ចឹងបានបាទក៏ប៉ុន្តែបើសិនជាចង់កំណត់ម្ដងទាំងអស់បាទចុច edit all employee បាទនៅកន្លែងនេះផងដែរបងអាចធ្វើការដាក់បាននេះបងណាដាក់ដូចគ្នាបាទនិយាយទៅគឺដូចអាមិញដែរបាទបញ្ចូលតាមនឹងហើយចុច save មកគឺបានហើយបាទអញ្ចឹងឥឡូវខ្ញុំសូមបន្តមកទៀតខ្ញុំចូលដល់មុខងារ bonus បាទនិង incentive បាទចំពោះមុខងារ bonus និង incentive នេះគឺជាមុខងារដែលបងអាចធ្វើការឲ្យលុយបន្ថែមទៅកាន់បុគ្គលិករបស់បងបានបាទអញ្ចឹងដើម្បីឲ្យបានបងអាចធ្វើការចុច add new ខាងលើនេះមួយមកបាទបន្តមកទៀតសូមទៅរើសបុគ្គលិកមកបាទបុគ្គលិកណាខ្លះដែលគាត់ទទួលបាន bonus នោះបាទឧទាហរណ៍ថាគាត់2នាក់នេះចោលបាទឬមួយក៏ម្នាក់យ៉ាងមកបាទខ្វែងចោលមួយវិញចឹងទៅបាទចាំមកបន្តទៅលើគេបាទខ្ញុំដាក់ថា hit target បាទគាត់ធ្វើការងារល្អបាទគាត់ដល់ target របស់គាត់ហើយអញ្ចឹងខ្ញុំឲ្យបណ្ដាគាត់ចឹងទៅបាទអញ្ចឹង target គាត់នឹងបងឲ្យគាត់ប្រហែល$30មកឲ្យ30មកហើយបងឲ្យគាត់នៅក្នុងថ្ងៃណាបាទចាំបងដាក់ថ្ងៃមកបាទចុច save មកគឺបានហើយបើសិនជាមានអ្នកផ្សេងទៀតបង add new ដូចគ្នាដែរមកបាទអញ្ចឹងបញ្ជាក់បន្តិចកន្លែង bonus ហ្នឹងគឺបងឲ្យគាត់ម្ដងចឹងទៅនៅពេលដែលបងចុច generate payroll នៅកន្លែង new payroll នេះអញ្ចឹងគឺវានឹងបាត់ហើយអញ្ចឹងបើសិនជាខែក្រោយបងមាន bonus ទៀតគឺបងតម្រូវមកបញ្ចូលម្ដងទៀតបាទខ្ញុំចូលដល់ allowance ណាចំពោះ allowance នេះផងដែរគឺជាមុខងារមួយដែលអាចឲ្យបងធ្វើការបញ្ចូលបាទប្រាក់ឧបត្ថម្ភទៅកាន់គាត់បន្ថែមហ្នឹងទៅបាទអញ្ចឹងបងអាចធ្វើការចុច add new ដូចគ្នាដែរមកបាទបន្តមកទៀតនៅកន្លែងនេះរើសបុគ្គលិកម្នាក់2នាក់មកដែលបងចង់ឲ្យ allowance គាត់បាទចា៎ allowance ទៅលើគេឧទាហរណ៍ថាខ្ញុំឲ្យទៅលើ meal បាទអញ្ចឹងមកឲ្យគាត់ប្រហែលក្នុងមួយខែបាទខ្ញុំឲ្យគាត់50បាទចុច save មកគឺបានហើយអញ្ចឹងនៅកន្លែង allowance នេះគឺជាកន្លែងមួយដែលបងឲ្យប្រាក់ឧបត្ថម្ភទៅគាត់បាទហើយ allowance នេះគឺបងឲ្យម្ដងអញ្ចឹងទៅបាទអញ្ចឹងគឺគាត់នឹងបានរាល់ខែតែម្ដងបាទដល់ខែក្រោយទៀតបងមិនបាច់មកបញ្ចូលឲ្យគាត់ទៀតទេបាទអញ្ចឹងគឺវានឹងបានដោយអូតូតែម្ដងបាទខ្ញុំចូលដល់ deduct បាទ deduct salary បាទចឹង deduct salary នេះគឺជាកន្លែងដែលបងត្រូវកាត់ប្រាក់ខែបុគ្គលិកបាទអញ្ចឹងការកាត់ប្រាក់ខែនេះគឺវាមិនមែនកាត់ទៅលើលក្ខណៈថាគាត់មកយឺតឬមួយក៏គាត់អត់មកធ្វើការទេគឺវាកាត់ទៅលើថាលក្ខណៈដូចជាគាត់ខ្ចីលុយក្រុមហ៊ុនឬមួយក៏គាត់ធ្វើខូចខាតសម្ភារៈក្រុមហ៊ុនបាទអញ្ចឹងបងគ្រាន់តែចុចប៊ូតុង add new នេះមួយមកបាទរកឈ្មោះបុគ្គលិកណាម្នាក់ដែលបងចង់កាត់លុយបាទហើយបន្តមកទៀតដាក់មកឧទាហរណ៍ថាគាត់ខ្ចីលុយក្រុមហ៊ុនណាបងដាក់ loan មកបាទអញ្ចឹងគាត់ខ្ចីប្រមាណបាទ$100មកដាក់100មកហើយកន្លែង date នេះគឺបងដាក់ថ្ងៃមកបាទអញ្ចឹងក៏ខ្ចីក្នុងថ្ងៃណាមកដាក់ថ្ងៃហ្នឹងអញ្ចឹងទៅបាទអញ្ចឹងបើសិនជាបងដាក់100បែបនេះនៅពេលដែលបងចុច generate ប្រាក់ខែមកលុយរបស់គាត់គឺនឹងត្រូវកាត់$100ដែលអូតូតែម្ដងបាទក៏ប៉ុន្តែបើសិនជាករណីគាត់ថាចង់ជាលក្ខណៈរំលោះបាទអត់ចង់ឲ្យបងកាត់ម្ដង100ទេម្ដង50ទៅបានហើយបាទអញ្ចឹងបងដាក់$50មកហើយបងចុចយក repeat បាទកន្លែងនេះបងដាក់2មកអញ្ចឹងគឺយើងត្រូវកាត់គាត់$50 2ខែបាទទៅអស់បាទ100មិញហ្នឹងបាទនេះបងអាចមើលតាមនេះបានបាទចឹងមកចុច save មកគឺបានហើយអញ្ចឹងគឺបងឃើញហើយបាទនេះគឺមាននៅកន្លែងហ្នឹងហើយបន្តមកទៀតខ្ញុំចូលដល់កន្លែងនេះ history បាទអញ្ចឹងចំពោះ history នេះគឺជាកន្លែងដែលបងអាចមើលប្រវត្តិនៃការកណន័យប្រាក់ខែពីមុនមកបានបាទអញ្ចឹងខ្ញុំសូមរំលងខ្ញុំចូលមកដល់ new payroll តែម្ដងបាទអញ្ចឹងកន្លែង new payroll នេះគឺជាកន្លែងបងកណន័យប្រាក់ខែហើយការកណន័យប្រាក់ខែគឺវាមាន4 step ជូនបងបាទគឺ prepare បាទ checking ហើយនិង verification បាទហើយមួយទៀតគឺ approve បាទអញ្ចឹងមុននឹងការកណន័យប្រាក់ខែគឺបងត្រូវទៅមើល document សិនថាកន្លែងបងនឹងប្រើរូបមន្តទីប្រមាណហ្នឹងទៅបាននេះបងយក document មកបន្តមកទៀតបងអស់មើលមកខាងក្រោមបានបាទនេះអញ្ចឹងបើសិនជាកន្លែងបងចែកប្រាក់ខែនឹង26ថ្ងៃបាទបងយករូបមន្តទី6មកបាទបើសិនជាចែកនឹង30ថ្ងៃបងយករូបមន្តទី5មកបាទ
ចឹងបើសិនជាចែកនឹង30ថ្ងៃបងយករូបមន្តទី5មកបងអាចមើលតាមនឹងបានបាទចឹងឥឡូវឧទាហរណ៍ថាចែកនឹង30ថ្ងៃចុះបាទខ្ញុំយករូបមន្តទី5មកតែម្ដងបាទចឹងខ្ញុំបោះទៅលើហើយខ្ញុំ back មកក្រោយវិញមកចឹងនៅកន្លែងនេះបងឃើញពីថា setting បាទអញ្ចឹងបន្តមកទៀតបងគ្រីសតាមនេះមកបាទអញ្ចឹងមើលទី1បើសិនជាបងកាត់ពន្ធបាទទៅលើប្រាក់ខែបុគ្គលិកបងចុចគ្រីសមកតែបើសិនជាអត់ទេបងដកគ្រីសមកទី2បើសិនជាបងកាត់ពន្ធទៅលើលុយបណ្ដោះរបស់គាត់បាទបងគ្រីសមកតែបើអត់ទេបងដកគ្រីសចេញវិញមកបាទទី3នេះបាទគឺ attendance OT បាទករណីបើសិនជាគាត់ធ្វើការ scan លះម៉ោងបាទបងថែមលុយគាត់បងគ្រីសមកឧទាហរណ៍ដូចជាគាត់ត្រូវចេញម៉ោង5ល្ងាចក៏ប៉ុន្តែគាត់នៅដល់ម៉ោង5កន្លះឬមួយក៏ម៉ោង6បាទទៅគាត់ធ្វើការ scan check out បាទចឹងបើសិនជាបងចង់ថែមលុយគាត់បាទបងគ្រីសមកតែបើអត់ទេបងដកគ្រីសចេញមកឡើងហ្នឹងបាទចូលដល់ OT បាទ request បាទអានេះបើសិនជាករណីគាត់ស្នើសុំ OT មកបងបាទឲ្យបង approve ឲ្យបាទចឹងបើសិនជាបងថែមលុយឲ្យគាត់បងគ្រីសមកក៏ប៉ុន្តែបើអត់ទេបងដកគ្រីសចេញបាទ attendance check in early បាទករណីបើសិនជាគាត់មកធ្វើការមុនម៉ោងបាទចឹងបងឲ្យលុយគាត់បងគ្រីសមកក៏ប៉ុន្តែបើអត់ទេមិនបាច់គ្រីសទេ attendance check in late បាទករណីគាត់មកយឺតបាទចឹងបើសិនជាគាត់មកយឺតបងកាត់លុយគាត់បងគ្រីសមកបាទហើយ attendance check out early គាត់ចេញទៅផ្ទះមុនម៉ោងបាទអញ្ចឹងបើសិនជាគាត់ចេញទៅផ្ទះមុនម៉ោងបងកាត់លុយគាត់បងគ្រីសមកបាទបន្តមកទៀតចូលមកខាងក្រោមនេះគឺវាមាន normal day OT percentage បាទអញ្ចឹងបើសិនជាករណីគាត់មកធ្វើការ OT បាទtrongថ្ងៃធម្មតាបងគុណលុយគាត់ 100% បាទនេះប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់ 100% ហ្នឹងមកហើយបន្តមកទៀតគឺ holiday បាទ holiday pay percentage បាទចឹងបើសិនជាករណីគាត់មកធ្វើការtrongថ្ងៃ holiday របស់គាត់បាទដូចជាថ្ងៃសៅរ៍អាទិត្យឬមួយក៏ជាថ្ងៃ day off របស់គាត់ជាដើមបាទចឹងបងគុណលុយឲ្យគាត់ប្រមាណ%នៃប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់តាមហ្នឹងមកហើយបន្តមកទៀតកន្លែង public holiday បាទ pay percentage ចឹងនេះបើសិនជាករណីគាត់មកធ្វើការបាទ OT បាទឬមួយក៏ request OT ចំថ្ងៃបុណ្យជាតិបងគុណលុយគាត់ 200% នៃប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់ 200% ហ្នឹងមកបាទចឹងកន្លែងនេះបងអាច edit បានបាទបងអាចដាក់ប្រមាណ%ក៏បានដែរបាទបងអាច edit បានបាទចឹងចូលមកខាងក្រោមនេះគឺ absent deduct percentage បាទករណីបើសិនជាគាត់ឈប់ហើយក៏អត់មានបានសុំច្បាប់ទេបាទ absent យកតែម្ដងចឹងបងកាត់លុយគាត់ប្រមាណ%បាទនៃប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់តាមហ្នឹងបាទហើយនេះគឺជា exchange rate បាទហើយនេះគឺរូបមន្តមិញហ្នឹងខ្ញុំរូបមន្តមិញហ្នឹងខ្ញុំយករូបមន្តទី5បាទគឺចែកនឹង30ថ្ងៃបាទខ្ញុំចែក share មកគឺបានហើយអូខេបាទចឹងបន្តមកទៀតនៅកន្លែងនេះគឺបងត្រូវរៀបចំមកកំណត់ថ្ងៃកណនី payroll បាទចឹងបងចង់កណនី payroll ហ្នឹងពីថ្ងៃណាដល់ថ្ងៃណាបងរើសថ្ងៃឡើងហ្នឹងមកបាទចឹងខ្ញុំចង់កណនី payroll ពីថ្ងៃទី1បាទរហូតដល់ថ្ងៃទី31យ៉ាងដែរបាទហើយនៅកន្លែងនេះគឺបងអាចធ្វើការ filter បានអញ្ចឹងបើសិនជាបងមានច្រើនសាខាបងចង់ធ្វើ payroll នឹងម្ដងមួយសាខាបាទអញ្ចឹងបងចុចរើសមួយសាខាហ្នឹងទៅបាទហើយចុចកណនីទៅបាទ generate payroll ហ្នឹងអញ្ចឹងគឺវាកណនីតែបុគ្គលិកនៅសាខានេះទេបាទ testing ហ្នឹងទេអញ្ចឹងខ្ញុំមកដាក់ទេហើយដូចគ្នាផងដែរបើសិនជាចង់កណនីតាម department ក៏បានដែរបាទកន្លែងនេះបងរើស department មួយមកហើយបងចុច generate payroll ទៅអញ្ចឹងបុគ្គលិកដែលនៅ department នេះគឺវាយកមកកណនីបាទបុគ្គលិកនៅ department ផ្សេងគឺវាអត់មានប៉ះពាល់ទេបាទហើយដូចគ្នាផងដែរបើសិនជាករណីបងចង់តេស្តបាទបុគ្គលិកពី3នាក់អីចឹងទៅបាទនេះកន្លែង employee នេះបាទអញ្ចឹងកន្លែងនេះបងអាច select បានបាទ select បុគ្គលិក3 4 5នាក់ចឹងទៅបាទដើម្បីធ្វើការតេស្ត payroll ហ្នឹងបាទអញ្ចឹងទៅពេលដែល select ហើយចុច generate មកអញ្ចឹងវាកណនីតែបុគ្គលិក2នាក់ហ្នឹងទេបាទនេះអញ្ចឹងបើសិនជាករណីបងអត់ចង់ select ចឹងទេបងចង់កណនីម្ដងទៅគ្រប់បុគ្គលិកតែម្ដងអញ្ចឹងកន្លែង generate payroll នេះគឺបង select យកតែម្ដងបាទបងចុច generate តែម្ដងបងមិនបាច់ select អីទេបាទអញ្ចឹងដល់ពេលដែលចុច generate ទៅគឺវានឹងយកបុគ្គលិកទាំងអស់មកកណនីតែម្ដងបាទបាទអញ្ចឹងឥឡូវខ្ញុំសុំតេស្តថាបុគ្គលិកឈ្មោះបញ្ញាម្នាក់ទេបាទអញ្ចឹងខ្ញុំ search ឈ្មោះរបស់គាត់ហើយខ្ញុំចុច generate payroll បាទអញ្ចឹងចុច yes មកអូខេបាទអញ្ចឹងឥឡូវគឺយើងដល់ដំណាក់កាលទី2បាទនេះគឺជា step checking បាទអញ្ចឹងកន្លែងនេះគឺបងត្រូវពិនិត្យមើលបាទអញ្ចឹងអាចពិនិត្យមើលបានបាទនេះវាមានប្រាក់ខែ gross salary របស់គាត់បាទ daily salary អញ្ចឹងទៅបាទហើយគាត់ឈប់ប្រមាណមកធ្វើការប្រមាណ day off ប្រមាណអញ្ចឹងគឺមាននៅកន្លែងហ្នឹងឲ្យបងឲ្យបាទអញ្ចឹងនេះគាត់បណ្ដោះមិញបាន$30បាទហើយ allowance មកគាត់បាន$50អញ្ចឹងទៅបាទហើយ absent បាទកាត់របស់គាត់អស់250អញ្ចឹងទៅបាទអញ្ចឹងគាត់មក late ប្រមាណលឿនប្រមាណបាទអញ្ចឹងគឺវាមានការកាត់នៅកន្លែងហ្នឹងជូនបងតែម្ដងបាទហើយនេះគឺកាត់លុយរបស់គាត់ខ្ចីលុយក្រុមហ៊ុនហ្នឹងបាទអញ្ចឹងបើសិនជាបងពិនិត្យមើលមកឃើញថាត្រឹមត្រូវហើយសូមចុច check នៅមុខនេះមួយមកបាទក៏ប៉ុន្តែបើសិនជាពិនិត្យមើលទៅឃើញថាមិនត្រឹមត្រូវបាទខុសប្រក្រតីនៅកន្លែងណាមួយបងអាចចុចខ្មៅដៃនេះបានដើម្បីចូលទៅ edit ផ្ទាល់តែម្ដងបាទនេះអញ្ចឹងបងអាច edit តាមហ្នឹងបានបាទហើយមួយទៀតបើសិនជាបងចង់ generate ម្ដងទៀតចុចកន្លែង regenerate ហ្នឹងមកបាទនេះរូបកំពុងមូនបាទចុចទៅវានឹងធ្វើការកណនីបុគ្គលិកអ្នកហ្នឹងម្ដងទៀតទេបាទអញ្ចឹងខ្ញុំពិនិត្យមើលមកឃើញថាវាត្រឹមត្រូវហើយខ្ញុំចុចពីថា check បាទអញ្ចឹងគឺ check ម្ដងនេះមកបាទអញ្ចឹងបន្តមកទៀតខ្ញុំសូមចុចពីថា complete បាទអញ្ចឹងនៅកន្លែងនេះគឺវានឹងធ្វើការផ្ញើបាទផ្ញើ notification ទៅកាន់ app នៅក្នុងទូរស័ព្ទដៃរបស់គាត់ហើយដើម្បីឲ្យគាត់ធ្វើការ approve បាទអញ្ចឹងបើសិនជាបងចង់ឲ្យគាត់ approve ក្នុងរយៈពេលមួយថ្ងៃបងចុចយកមួយថ្ងៃនេះមកបាទហើយចុចអានេះមក
ចុចចែកមកអញ្ចឹងវានឹងផ្ញើចូលទៅកាន់ app របស់គាត់ហើយដើម្បីឲ្យគាត់ធ្វើការ approve បាទអញ្ចឹងគាត់ទៅមកនៅក្នុង app របស់គាត់បាទបើសិនជា payroll នឹងត្រឹមត្រូវហើយគាត់ confirm មកបងវិញមកក៏ប៉ុន្តែបើសិនជាមិនត្រឹមត្រូវនៅកន្លែងណាទេគាត់អាចធ្វើការមកប្រាប់បងបានបាទអញ្ចឹងបងអាចធ្វើការចូលមកកែគាត់បានបាទឬមួយក៏ម្យ៉ាងទៀតបងអត់ចង់ឲ្យគាត់ធ្វើការ confirm មកបងវិញទេបាទអញ្ចឹងកន្លែងហ្នឹងបងអាចធ្វើការប្រាប់ទៅ trainer ឬមួយក៏ប្រាប់ទៅ support ទៅឲ្យគាត់បិទមុខងារ confirm payroll នឹងចោលតែម្ដងបាទអញ្ចឹងនៅពេលដែលបងចុច yes ហ្នឹងទៅគឺវាគ្រាន់តែផ្ញើឲ្យគាត់ទេបាទឲ្យគាត់ដឹងថាប្រាក់ខែគាត់បានប្រមាណហើយមិនបាច់ត្រូវការគាត់ confirm វិញទេបាទគឺវានឹង confirm តែ auto តែម្ដងបាទអញ្ចឹងខ្ញុំចុច yes មកបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ confirm តិចបងបាទអញ្ចឹងខ្ញុំសូមធ្វើការ share screen មកកាន់ទូរស័ព្ទដៃតិចសិនដើម្បីបង្ហាញបងបាទថាវា load មកចេញទម្រង់បែបមិនចឹងទៅបាទអូខេបងបាទអញ្ចឹងនៅពេលដែលបុគ្គលិកគាត់ចូលមកកាន់កម្មវិធី Change Me របស់គាត់មកអញ្ចឹងគាត់នឹងឃើញសារពណ៌ក្រហម load ភ្លឺផ្លែបែបនេះហើយអញ្ចឹងចុចលើនឹងមួយមកបន្តមកទៀតចុចយកកន្លែង payroll នឹងមកបាទអញ្ចឹងគឺគាត់អាច confirm បានហើយបាទនេះចា៎នេះគឺជា pay slip របស់គាត់បាទអញ្ចឹងបើសិនជាគាត់ពិនិត្យមើលមកឃើញថាត្រឹមត្រូវហើយចុច confirm មកបាទចុច yes មកគឺបានហើយអូខេបាទអញ្ចឹងប្រាក់ខែហ្នឹងគឺបាន confirm ទៅកាន់ admin គាត់វិញបានហើយចុច back មកគឺបានហើយបើសិនជាករណីគាត់ចង់មើលបាទថា history ប្រាក់ខែរបស់គាត់បាទតាំងពីចូលធ្វើការមករហូតមកដល់ឥឡូវគាត់ទទួលបានប្រមាណខ្លះបាទអញ្ចឹងគាត់ចុចមករូប profile របស់គាត់នៅខាងក្រោមនេះមួយមកហើយចុចពីថា payroll បាទអញ្ចឹងចុចមកកន្លែងហ្នឹងមកនេះអញ្ចឹងគឺឃើញអញ្ចឹងនេះគឺជាប្រវត្តិនៃការបើកប្រាក់ខែរបស់គាត់បាទអញ្ចឹងបើសិនជាគាត់បើកបានប្រមាណខែវានឹងមាន list down នៅកន្លែងហ្នឹងបាទអញ្ចឹងគាត់អាចចូលទៅមើលមួយតាមនឹងបានបាទអញ្ចឹងឥឡូវបន្ទាប់ពីបុគ្គលិកបងធ្វើការ confirm រួចរាល់ហើយបងគាត់ហើយ refresh អាហ្នឹងមួយមកបាទបន្តមកទៀតនឹងឃើញហើយនៅមុខឈ្មោះរបស់គាត់ហ្នឹងគឺឃើញសញ្ញាគ្រាហើយបញ្ជាក់ថាគាត់បាន confirm ហើយអញ្ចឹងចុចពេលថា finish មកគឺដើម្បីបញ្ចប់ payroll ហ្នឹងបាទបន្តមកទៀតចុចពេលថា yes បាទហើយកន្លែងនេះបងចុចពេលថា view and print មកបាទអូខេបាទអញ្ចឹងនៅកន្លែងនេះបងអាចទាញយករបាយការណ៍ payroll នឹងបានហើយអញ្ចឹងបើសិនជាចង់បានជារបាយការណ៍ file Excel ចុចពីថា export បាទអញ្ចឹងវានឹង download ទៅនៃហ្នឹងជា file Excel ជូនបងតែម្ដងបាទអញ្ចឹងបងអាចចូលមើលបានណាគឺមានទម្រង់ដូចក្នុង system ដែរបាទអូខេហើយមួយទៀតបើសិនជាករណីបងធ្វើការសហការជាមួយធនាគារបាទដើម្បីធ្វើការបាក់លុយបុគ្គលិកអញ្ចឹងកន្លែងនេះបងអាចធ្វើការចុចពីថា export for bank បានបាទអញ្ចឹងវានឹង download ជាគំរូបាទ template របស់ bank បានហើយអញ្ចឹងកន្លែងនេះបងអាច select bank បានហើយបងប្រើ bank មួយណាបងយក bank មួយហ្នឹងទៅបាទចុច confirm មកបាទអញ្ចឹងនេះគឺវានឹង download ជា template របស់ bank ឲ្យបងតែម្ដងបាទចាឥឡូវខ្ញុំសូមអត់បើកទេខ្ញុំសូមបិទវិញបាទហើយមួយទៀតបើសិនជាករណីបងចង់ print ជា pay slip បាទចុច video print នេះមកបាទកន្លែងនេះអាចចុចពីថា print បន្តមកទៀតវានឹងចេញទម្រង់បែបនេះហើយអញ្ចឹងអានេះបងអាចធ្វើការ print មកខាងក្រៅហើយសញ្ញាឲ្យបាក់លុយគាត់ផ្ទាល់តែម្ដងក៏បានដែរបាទអញ្ចឹងសម្រាប់ payroll មានតែប៉ុណ្្នឹងទេបាទអរគុណអ្នកទាំងអស់គ្នាបាទ